នៅក្នុងមេរៀនកម្រិតមធ្យមនេះយើងនឹងសិក្សាអំពីកិច្ចសន្ទនារវាងសៀវលីនិងសៀវកាំងដែលកំពុងពិភាក្សាគ្នាអំពីការទៅដើរលេងនៅខែក្រោយព្រមទាំងការជ្រើសរើសទីតាំងដែលមានអាកាសធាតុសមស្របសៀវលី下个月我去旅游你能跟我一起去吗ខែក្រោយខ្ញុំនឹងទៅដើរលេងតើអ្នកអាចទៅជាមួយខ្ញុំបានទេ Clear 下个月មានន័យថាខែក្រោយ跟一起គឺជាទម្រង់វេយ្យាករណ៍មានន័យថាជាមួយគ្នាលុយយោមានន័យថាដើរលេងឬធ្វើដំណើរកម្សាន្ត小刚我还没想好呢你觉得哪儿最好玩ខ្ញុំមិនតាន់សម្រេចចិត្តរួចរាល់នៅឡើយទេតើអ្នកគិតថាទីណាដែលសប្បាយជាងគេ Clear 还没想好បញ្ជាក់ពីសកម្មភាពដែលមិនតាន់បានសម្រេចចិត្តឬគិតរួចរាល់ 觉得មានន័យថាយល់ឃើញថាឬគិតថា最好玩មានន័យថាសប្បាយបំផុត小黎南方啊我们去年就是这个时候去的ភាគខាងត្បូងនឹងណាពួកយើងកាលពីឆ្នាំមុនគឺទៅនៅអំឡុងពេលនេះឯងពាក្យ南方មានន័យថាភាគខាងត្បូង去年គឺឆ្នាំមុន这个时候មានន័យថាពេលនេះឬអំឡុងពេលនេះ小刚南方太热了北方好一些不冷也不热ភាគខាងត្បូងក្តៅណាស់ភាគខាងជើងល្អជាងបន្តិចមិនត្រជាក់ហើយក៏មិនក្តៅដែរតម្រងថៃលប្រើសម្រាប់បញ្ជាក់កម្រិតខ្លាំងអ៊ីសៀមានន័យថាបន្តិចបន្តួចឬខ្លះៗប៊ូយេពូប្រើសម្រាប់បដិសេធលក្ខណៈទាំងពីរគឺមិនត្រជាក់និងមិនក្តៅមេរៀននេះបង្ហាញពីការប្រើប្រាស់កាលវេលានិងការប្រៀបធៀបស្ថានភាពអាកាសធាតុរវាងតំបន់ពីរសូមព្យាយាមប្រើប្រាស់ទម្រង់ 觉得 និង 跟一起ដើម្បីបង្កើតប្រយោគដោយខ្លួនឯងផងថែមទៀត